បុរសម្នាក់បកជើងក្មេងស្រីចេញចានឈាមស្រស់មួយត្រូវបានប្រោះលើដីគាត់បានឡើងទៅប៉ុន្តែមិននឹកស្មានដល់ឈាមបានប្រឡាក់ពីពេញច្រើនបានរីកដុះដាលនៅក្នុងតំបន់នោះការឈូកការនេះធ្វើឲ្យអ្នកភូមិកាន់តែជឿជាក់ស្ត្រីនោះជាសត្វចម្លែកពួកគេទាំងអស់គ្នាពួកគេបានស្រែកថាពួកគេចង់ប្រហារជីវិតនាងសូម្បីតែកូនទើបនឹងកើតរបស់នាងពួកគេមិនបានលើកលែងទោសឲ្យពួកគេទេដោយខុសគ្នាត្រូវបានគេបោះបង់ចោលនៅក្នុងព្រៃគួរឲ្យភ្ញាក់ផ្អើលណាស់នៅក្បែរទារោគការឈូកពណ៌ស្មួយបានដុះឡើងមែនការបានការពារនាងយ៉ាងតឹងរ៉ឹងបន្ទាប់ពី7ថ្ងៃ7យប់1ឆ្នាំស្ត្រីចំណាស់ម្នាក់បានរកឃើញហើយមានអារម្មណ៍ថាមានការក្តីអាណិតអាសូរនាងបានផ្ញើវាទៅវត្តសួនឈីងដើម្បីដាំដុះ5ឆ្នាំបានកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែកហើយកុំឡើងជាក្មេងរស់រវើកនឹងគួរឲ្យស្រឡាញ់ស្រីតូចនាងមិនដឹងថាឪពុករបស់នាងនៅក្នុងទីក្រុងបានស្វែងរកដោយអស់សង្ឃឹមនាងជូយូបានសាកសួរពីប្រភពជាច្រើនដោយដឹងពីកន្លែងរបស់នាងខ្ញុំមិនចង់ឋានៈរបស់នាងជាកូនស្រីស្របច្បាប់គឺការច្រណែនរបស់បងស្រីច្បងដើម្បីជំនួសនាងជាហៅនារីវ័យក្មេងនៃភូមិគ្រឹះនេះបងស្រីច្បងរបស់នាងពិតជាបានជាឲ្យម្ចាស់ប្រមូលអោសនាងត្រូវបានគេបោកបញ្ឆោតឲ្យទៅកន្លែងមួយដែលមានអាយុកាលមួយដើរលេងជាលទ្ធផលក្មេងស្រីមិនត្រឹមតែរកឃើញវិញ្ញាណដែលបានជួយសង្គ្រោះចៅហ្វៃនេះគឺលោកចុងបីតែពស់យក្សក៏គេចពីនាងដែរបីពិន្ទុដោយសារតែនាងជាទេពកោសល្យដែលមានតែម្ដងគ្រូក្នុងមួយសហវត្តបានជួបប្រទះម្ដងបានឃើញក្មេងស្រីនោះមិនមានគ្រោះថ្នាក់អ្វីទេពេលចេញពីរូងភ្នំមកនេះជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយបង្រៀនដែលសង្ឃឹមដោយសម្ងាត់ថានាងនឹងស្លាប់ស្រីរបស់ខ្ញុំខឹងយ៉ាងខ្លាំងដូច្នេះដោយចិត្តអាក្រក់របស់នាងគាត់បានវាយខណៈពេលដែលក្មេងស្រីនោះមិនបានមើលគាត់បានរុញគាត់ចុះ1000ហ្វីច្រាំងថ្មចោតបន្ទាប់មកបងស្រីច្បងបានត្រឡប់មកវិញតាមនិយមដោយមិនអើពើនឹងការជំទាស់របស់គ្រូគេបានដកហូតវិញ្ញាណបន្បាត់នោះដោយបង្ខំខ្សែត្បូងថ្មដែលបង្ហាញពីអត្តសញ្ញាណរបស់ក្មេងស្រីនោះដោយកិននាពេលវេលាដែល Marquis ចូលពេលវេលាបានលេចចេញនៅមាត់ទ្វារពិតណាស់ Marquis បានឃើញរបស់នាងពេលឃើញខ្សែត្បូងថ្មលើកុមារភ្លាមសួរនាងថានាងមកពីណាទោះជាយ៉ាងណាក៏ដោយបងស្រីច្បងរបស់ខ្ញុំមិនដែលនឹកស្មានដល់ថាមានសំណាងល្អនិងអាយុយឺនយូរដោយចៃដន្យព្រះអង្គម្ចាស់ដែលឆ្លងកាត់ឥឡូវនេះបុរសចិត្តល្អបានឃើញក្មេងស្រីនោះនាងនៅដកដង្ហើមដូច្នេះគាត់ក៏សែងនាងនៅលើខ្នងរបស់ម៉ានោះចង់នាំនាងចុះពីលើភ្នំដើម្បីព្យាបាលនាងក្មេងស្រីបន្ទាប់ពីភ្ញាក់ពីដំណេកអរគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំដៃទាំងពីររបស់ខ្ញុំចាប់ស្មារបស់ព្រះអង្គម្ចាស់នេះព្រះអង្គម្ចាស់មានអារម្មណ៍ថារាងកាយទាំងមូលរបស់ទ្រង់ពេញដោយអំណាចធម្មពលយ៉ាងណាមិញពេលក្មេងស្រីនោះត្រឡប់ទៅវត្តក្នុងទីធ្លានោះខ្ញុំបានឃើញម្ចាស់របស់ខ្ញុំនៅលើគាត់ដេកលើដីសម្រាប់បងស្រីច្បងលួចខ្សែត្បូងពេជ្រដែលនាំទៅដល់កំហឹងរបស់ចៅហ្វាយកាន់តែខ្លាំងឡើងនាងបានកើតជំងឺនោះហើយអ្វីដែលនាងបានប្រមូលបានទេពអប្សរក៏បានចាញ់នៅពេលនេះដែរវាបានបាត់បង់មុខងាររបស់វាធ្វើឲ្យព្រះអង្គម្ចាស់រីករាយមានអារម្មណ៍អាណិតណាស់ពេលឃើញក្មេងស្រីតូចឯកានឹងគ្មានទីពឹងបន្ទាប់មកព្រះអង្គម្ចាស់ក៏សម្រេចចិត្តនាំត្រឡប់ទៅព្រះបរមរាជវាំងយ៉ាងវិញទៀតស្ត្រីម្នាក់ដែលមានល្បិចកលពួកគេត្រូវបាននាំត្រឡប់ទៅកាន់លំនៅឋានរបស់ម៉ាគីរបស់ក្មេងស្រីនោះបាននិយាយថាមិនដូចប្អូនស្រីរបស់នាងផ្ទាល់ទេម្ដាយរបស់នាងក៏មានអារម្មណ៍ថាខ្លួនឯងឯកាបន្តិចដែរឃើញស្ត្រីម្នាក់មានល្បិចកលភ្លាមធ្វើពុតជាត្រូវគេធ្វើបាបហើយលោកឪពុកមានតែពេលនោះទេដែលនាងបានស្ដីបន្ទោសគាត់ទាំងពីរនាក់ប៉ុន្តែម្ដាយមកពីនាងខ្ញុំបានឃើញច្រើននៅក្នុងភ្នែករបស់គាត់ទឹកមុខរបស់បុរសនោះបង្ហាញថាគាត់បានការពារនាងខ្ញុំបានសង្ស័យមួយផ្លែតនៅពេលនេះព្រះមហេសីបានយាងត្រឡប់មកព្រះរាជវាំងត្រូវបានពន្យាពេលនៅលើផ្លូវចេញត្រូវបានអធិរាជបង្ខំឲ្យលុតជង្គង់ឲ្យស្ត្រីនោះមិនបានឃើញព្រះអង្គម្ចាស់រីករាយទេហើយបានទៅមកទីកន្លែងនៅក្នុងព្រះរាជវាំងដោយមិននឹកស្មានដល់គាត់បានបុកជាមួយមនុស្សដែលកំពុងសម្រាកនៅក្នុងសួនច្បារនឹងក្មេងស្រីនោះមិនដឹងថាមនុស្សនៅពីមុខនាងគឺជាអធិរាជថែមទាំងបានសុំទីដៅពីគាត់ទៀតផងសូមស្ដាប់ការណែនាំរបស់សម្ដេចព្រះសង្ឃព្រះចៅអធិរាជមានព្រះតីព្រួយបារម្ភអំពីសិនបើមានការកកគ្នាជាមួយព្រះអង្គម្ចាស់គាត់បានទទួលស្គាល់ព្រះអង្គម្ចាស់រីករាយពេលឮពាក្យរបស់ក្មេងស្រីនោះព្រះរាជាក៏លុះដល់ពេលនោះខ្ញុំបានដឹងថាព្រះអង្គម្ចាស់រីករាយត្រូវបានកំសាន្តនេះធ្វើមិនដោយសារតែភាពលោភលន់ពិតជាល្អណាស់ដែលអ្នកបានទៅជួយគាត់បានចង្អុលបង្ហាញបញ្ហានេះភ្លាមនឹងដោយរីករាយផ្លូវនោះត្រូវបានបញ្ជូនទៅប្រាប់ព្រះអង្គម្ចាស់រីករាយលុតជង្គង់ជាការដាក់ទណ្ឌកម្មទៀតហើយប៉ុន្តែនៅពេលនេះវាបានលុតជង្គង់យូរពេកហើយខ្ញុំមិនអាចក្រោកឈរឡើងបានទេក្មេងស្រីតូចបានប្រាមិនអាគមការហាត់ប្រាណហួសប្រមាណគាត់សន្លប់ហើយពេលគាត់ភ្ញាក់ឡើងក្រោយមកព្រះអង្គម្ចាស់រីករាយបានដឹងអំពីក្មេងស្រីមានអំណាចព្យាបាលវេទមន្តបន្ទាប់មកលីបានណែនាំក្មេងស្រីតូចនោះឲ្យកុំបង្ហាញខ្លួននៅចំពោះមុខអ្នកដទៃអភិវឌ្ឍសមត្ថភាពនេះដើម្បីជៀសវាងការរងគ្រោះអ្នកដែលឃើញរឿងនេះនឹងនាំមកនៅពេលនេះមេមន្ត្រីបានមកដល់តាមរបាយការណ៍លំនៅឋានរបស់ Marquis of Genby បានរកឃើញស្រីដែលបាត់បង់ជាយូរមកហើយនៅទីនេះថ្ងៃនេះពិធីជប់លៀងមួយត្រូវបានធ្វើឡើងនៅមហាក្សត្របានបញ្ជាឲ្យព្រះរាជបុត្រយាងព្រះអង្គបានបង្ហាញព្រះភ័ក្ត្ររបស់ព្រះអង្គហើយដូច្នេះនាំស្រីតូចដើរលេងសម្រាប់មួយផ្លែតហើយនៅពេលដែលក្មេងស្រីបានឃើញ Shenby ពេលកូនស្រីរបស់គ្រួសារ Marquis មកដល់នាងមានការភ្ញាក់ផ្អើលពួកគេជ្រុកនៅនឹងកន្លែង
ព្រះអង្គគុំម្ចាស់បានរំលឹកដល់គ្រូស្រីឪពុកបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតមុនពេលគាត់បរាជ័យក្នុងការការពារខ្សែត្បូងថ្មនោះហើយដឹងថាមានអ្វីច្រើនជាងអ្វីដែលបានឃើញតបភ្នែកគាត់បានប្រាប់ក្មេងស្រីនោះឲ្យស្នាក់នៅកន្លែងដែលនឹងត្រឡប់មកវិញឆាប់នេះមកភ្ញៀវដែលមកដល់លើកនេះពួកគេក៏ចាប់ផ្ដើមផ្ដល់ល្បិចដល់មិត្តភ័ក្តិរបស់ពួកគេស្ត្រីម្នាក់ដែលកំពុងឲ្យអំណោយអាចត្រូវបានស្ត្រីម្នាក់ដែលមានល្បិចកលអំណោយទាំងនេះប្រឡេកមើលមួយផ្លែតដោយសារតែរឿងទាំងនេះនៅក្នុងអ្វីដែលពួកគេឃើញគឺគ្រាន់តែជាប្រដាប់ក្មេងលេងដែលគ្មានតម្លៃក្មេងស្រីនៅក្បែរនោះមិនអាចជួយអ្វីបានក្រៅពីគាត់ជ្រួញចិញ្ចើមហើយចាប់ផ្ដើមមានការសង្ស័យតើមនុស្សម្នាក់នេះពិតជាបងស្រីច្បងរបស់ខ្ញុំមែនទេនៅក្នុងពេលនៃការបំភាន់នោះស្វាមីស្ត្រីមានល្បិចកក៏បានឃើញស្ត្រីនោះដែររូបរាងរបស់ក្មេងរោមហោស្របផ្ដាច់មុខសម្រាប់រឿងភាគទូរទស្សន៍យោ